ក្នុងចំណោមសត្វទឹកសត្វសូរនៃពាក្យទោះទាំង3នេះតើវាមានលក្ខណៈខុសគ្នាបែបណាខ្លះតោះមកមើលការបញ្យល់ជាមួយខ្ញុំទាំងអស់គ្នាពាក្យទី1នោះគឺពាក្យទោះតដល់ស្រអស់អានថាទោះថ្នាក់ពាក្យវាជាឈ្នាប់ដែលមានន័យថាទុកជាបើជាបើទុកជាឧទាហរណ៍ទោះល្អក្តីអាក្រក់ក្តីទោះបីខ្ញុំឧទាហរណ៍ការងាយយល់គឺទោះបីខ្ញុំហត់យ៉ាងណាក៏ដោយក៏ខ្ញុំត្រូវតែតស៊ូទៅមុខជានិច្ចចំពោះពាក្យទី2នោះគឺពាក្យទោះតនិងសអានថាទោះថ្នាក់ពាក្យវាជាគុណនាមមានន័យថាស្មើនឹងចំនួន10ឬមានន័យមួយទៀតនោះគឺទោសពិតទីធម៌ដែលមានន័យថាធម៌ទាំង10ហើយចំពោះធម៌ទាំង10នេះផងដែរមានដូចជាទី1នោះគឺទានអ្នកការធ្វើអំណោយទី2គឺសីលៈការរក្សាសិល5ជានិច្ចឬសិល10មួយដងមួយកាលទី3បរិច្ចាគៈនៅត្រង់ចំណុចនេះបើសិនជាខ្ញុំអានត្រូវខុសត្រង់ចំណុចណាសូមមេត្តាអធិស្ឋានផងគឺជាការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិទី4គឺអចវៈមានសេចក្តីត្រង់ទី5មតវៈមានន័យថាមានសេចក្តីទន់ភ្លន់សុភាពរៀបសារទី6នោះគឺតពៈការកាន់បបថសិលតាមកាលកំណត់ម្ដងទី7នោះគឺអកោធនៈមិនក្តៅក្រហាយអ្នកដតីទី8គឺអវិហិង្សាមិនបៀតបៀនអ្នកដតីទី9នោះគឺខន្តីមានសេចក្តីអត់ធ្មត់ទី10គឺអវិរោធនៈមិនបំពេញសិលធម៌ឬច្បាប់តមកទៀតចំពោះពាក្យទោសចុងក្រោយគេគឺតសបន្តថ្នាក់ពាក្យវាជាកិរិយាមានន័យថាគឺជាការរារាំងដោយធ្នួសឬទប់ទល់ឧទាហរណ៍ទោះទឹកកុំឲ្យហូរមានន័យថាទប់ទឹកមិនឲ្យហូរចំពោះពាក្យទោះតនិងសបន្តនេះពុំសូវមានគេយកមកប្រើទេភាគច្រើនគេប្រើតែទប់ឬក៏ធ្នួស